Ok, giờ nè, tao kia sắp cùng một cái video thay mới cho ngày hôm nay nhưng nâng màu bên nè kia video bếp đã shaderនៅក្នុង Minecraft Bedrock Edition ជាងស្រាប់អ្នកដែលចេះដាក់ហើយអាចនឹងមើលក៏បានអស់ឡើងក៏បានស្រាប់អ្នកអត់តន់ចេះទេអាចនឹងមើលវីដេអូនេះបានយកដូចអ្នកឃើញចឹងគឺទឹកនិយាយទៅអានេះវាមិនស្អាតដល់កម្រិត Java ទេតែប៉ុណ្ណឹងល្មមលេងលើ Bedrock អញ្ចឹងគឺទឹកហើយនឹងមេឃឯនឹងស្អាតខ្លាំងមែនតើអ្នកនរគ្នាមើលទៅគឺថាពិសេសហ្នឹងគឺមេឃតែម្ដងហើយមានផ្លែអាប់តិចតិចទៀតយ៉ាប៉ុណ្ណឹងល្មមលេងនៅលើ Bedrock ឥឡូវខ្ញុំដាក់ឲ្យអ្នកគ្នាមើលនៅពេលយប់វិញម្ដងឥឡូវខ្ញុំសុំដូរទៅ Creative Mode ហ្នឹងយ៉ាអូខេអ្នកនរគ្នាឥឡូវខ្ញុំបានដូរហើយចាំមើលនៅពេលយប់ទាំងអស់គ្នាយ៉ាអូខេអ្នកនរគ្នាឥឡូវខ្ញុំបានដូរហើយអ្នកនរគ្នាមើលទៅកាន់មេឃតែអានេះខ្ញុំច្រឡំអ្នកនរគ្នាមិនដាក់ទៅយប់ហ្មងទេគឺដាក់រៀងពេលល្ងាចចឹងទៅមើលអត់សូវឃើញស្អាតទេតទៅពេលយើងដាក់នៅពេលយប់វាមានឃើញផ្កាយឃើញអីមិនស្អាតមែនតើអានេះខ្ញុំដើររកប្រច័ណ្ឌតែរមឃើញអ្នកគ្នាប្រហែលជាអា Shader Mode នេះវាអាចនឹងមានអីខុសឆ្គងតែខ្ញុំដាក់ឲ្យពេលយប់ហ្មងទៅនេះអ្នកគ្នាគឺថាមានផ្កាយមានអីដូចមេឃយើងមែនតើចឹងយ៉ាមើលទៅអ្នកនេះស្អាតមែនតើចឹងបើចង់ចេះដាក់តោះខ្ញុំបរិញ្ញាអ្នកទាំងអស់គ្នាជាដំបូងអ្នកគ្នាត្រូវមាន app មួយដែល app មួយនឹងគឺមានឈ្មោះថា Addon ដំបូងអ្នកគ្នាចូលមកកាន់ Play Store រួច search ពាក្យថា Addon អ្នកគ្នាវាយតាមខ្ញុំមកអូខេហ្នឹងហើយនៅពេលអ្នកគ្នាវាយហើយឃើញថាកម្មវិធីហ្នឹងវានៅលើគេហ្មងបើសិនអ្នកគ្នាអត់ត download ទេអ្នកគ្នាគ្រាន់តែចុចពាក្យថា download ឬក៏ដំឡើងមកតមកទៀតយើងចូលមកកាន់កម្មវិធីមួយហ្នឹងតពីចូលមកហើយគឺវាចេញបែបនេះតពីចេញបែបហ្នឹងអ្នកគ្នាចុចកន្លែង search ហើយអ្នកគ្នាវាយពាក្យថា shader មកវាយតាមខ្ញុំនឹងទៅតពីវាយហើយអ្នកគ្នានឹងឃើញ shader ច្រើនមែនតើអញ្ចឹងអ្នកទាំងគ្នាអូសចូលមកក្រោមរួចឃើញពាក្យថា have torch អ្នកគ្នាគ្រាន់តែធ្វើការ download វាមកតមកទៀតអ្នកគ្នា scroll មកក្រោមអ្នកឃើញពាក្យថា Nova Shader អញ្ចឹងអ្នកគ្នាដាក់ Shader ទាំងពីរនឹងចូលគ្នាមកបន្ទាប់មកយើងចូលមកកាន់ Minecraft របស់យើងហើយអ្នកទាំងគ្នាចង់ដាក់Shader មួយនឹងនៅក្នុង world ដែលអ្នកគ្នាពងលេងក៏បានឬក៏អ្នកគ្នាអត់ចង់អ្នកគ្នាអាច create world ថ្មីមកបន្ទាប់មកទៀតអ្នកគ្នាអុំមកក្រោមរកពាក្យថា Reshort Page អ្នកគ្នាជួយកន្លែងក្រានេះមកបន្ទាប់មកអ្នកគ្នាធ្វើការ add Shader ទាំងពីរនឹងចូលទៅកាន់ world របស់អ្នកទាំងគ្នាមកហើយខ្ញុំសូមដាក់ creative ទៅដោយសារតែខ្ញុំគ្រាន់តែធ្វើបង្ហាញអ្នកទាំងគ្នាទេអញ្ចឹងកន្លែងរងចាំហ្នឹងអ្នកគ្នានឹងឃើញ background ខាងក្រោយវាលយមែនតើឥឡូវយើងចូលមកដល់ក្នុង game ហើយអ្នកទាំងគ្នាមើលទៅកាន់ព្រះអាទិត្យទៅនិយាយគេថាលយមែនស្អាតហ្មងមើលទៅឥឡូវខ្ញុំហោះមកជុំពីរជុំឲ្យអ្នកគ្នាមើលទៅយាdesign ខ្ញុំ spawn នៅកន្លែងតំបន់តកអញ្ចឹងទេខ្ញុំពិបាករកកន្លែងណាមានទឹកមែនតើឥឡូវខ្ញុំសុំធ្វើការដាក់ទឹកយកមកទៅអ្នកគ្នាកុំឲ្យយូរអូខេឥឡូវអ្នកគ្នាមើលទៅទឹកគឺថាប៉ុណ្ណេះល្មមយើងលេងមើលទៅឃើញស្អាតហើយអ្នកគ្នាព្រោះយើងលេងនៅលើ Bedrock បានតែប៉ុណ្ណឹងគឺលយហើយមិនបាច់ទៅចង់បានដូច Java អូខេឥឡូវខ្ញុំសុំដាក់ពេលយប់ឲ្យអ្នកគ្នាមើលម្ដងទៀតទៅយ៉ាឃើញថាអត់មានអីនិយាយក្រៅស្អាតទេណានេះយ៉ាហើយវីដេអូចែកម្លែករបស់ខ្ញុំគឺមានតែប៉ុណ្ណឹងផងដែរអូខេអ្នកគ្នាសម្រាប់ការមើលពីដើមរហូតដល់ចប់យ៉ាពួកយើងនឹងជួបគ្នានៅវីដេអូក្រោយបាយ